ខ្ញុំបានផ្ញើសម្បុកនឹងបងតែពេលនេះពងក្នុងសម្បុកក៏បាត់ចំណែកបងក៏បញ្ចេញពងដែរវាជួនគ្នាពេកណាតាបងដែរគិតថាខ្ញុំលួចមែនទេតាប៉ាទេសំទោសខ្ញុំនៅតែនិយាយដដែលខ្ញុំមិនបានលួចទេអើយព្រះអើយហេតុអីហេតុតែយើងជាសត្វដើរយឺតមិនអាចហើរបានក៏ទុកចិត្តគេផ្ញើពងនឹងគេតែគេបែរជាលួចយកទៅបងដែរខ្ញុំថាបងហួសហេតុពេកហើយខ្ញុំមិនបានលួចទេកុំចេះតែចោទណែអើយចាំមើលណាខ្ញុំនឹងរកសុភាទន្សាយឲ្យជួយរឿងនេះហើយអណ្ដើកឈឺចាប់ណាស់អណ្ដើកក៏បារម្ភពងទៀតដូច្នេះអណ្ដើកវាក៏បានវាចេញដើម្បីស្វែងរកសុភាទន្សាយឲ្យមកជួយនៅចិត្តកន្លែងទន្សាយសម្រាអើយកូនអើយកូនម៉ែពិតជាអាណិតកូនណាមិនដឹងថាជួយកូនបានដោយរបៀបណាទេអើយបើម៉ែមិនអាចហើបានដូចជាក្អែកផងនឹងលឺអណ្ដើកយំបែបនេះហើយទន្សាយក៏ភ្ញាក់នឹងបានសួរយ៉ាងគួរសមបងដើងតើបងមានរឿងអីហ្នឹងបងសុភាទន្សាយអើយបងសុភាទន្សាយប្រសើរណាស់ដែលបានជួយខ្ញុំបានផ្ញើសម្បុកនឹងបងតែពេលនេះពងក្នុងសម្បុកក៏បាត់ចំណែកបងក៏បញ្ចេញពងដែរវាជួនគ្នាពេកណាតាបងដែរគិតថាខ្ញុំលួចមែនទេតាប៉ាទេសំទោសខ្ញុំនៅតែនិយាយដដែលខ្ញុំមិនបានលួចទេអើយព្រះអើយហេតុអីហេតុតែយើងជាសត្វដើរយឺតមិនអាចហើរបានក៏ទុកចិត្តគេផ្ញើពងនឹងគេតែគេបែរជាលួចយកទៅបងដែរខ្ញុំថាបងហួសហេតុពេកហើយខ្ញុំមិនបានលួចទេកុំចេះតែចោទណែអើយចាំមើលណាខ្ញុំនឹងរកសុភាទន្សាយឲ្យជួយរឿងនេះហើយអណ្ដើកឈឺចាប់ណាស់អណ្ដើកក៏បារម្ភពងទៀតដូច្នេះអណ្ដើកវាក៏បានវាចេញដើម្បីស្វែងរកសុភាទន្សាយឲ្យមកជួយនៅចិត្តកន្លែងទន្សាយសម្រាអើយកូនអើយកូនម៉ែពិតជាអាណិតកូនណាមិនដឹងថាជួយកូនបានដោយរបៀបណាទេអើយបើម៉ែមិនអាចហើបានដូចជាក្អែកផងនឹងលឺអណ្ដើកយំបែបនេះហើយទន្សាយក៏ភ្ញាក់នឹងបានសួរយ៉ាងគួរសមបងដើងតើបងមានរឿងអីហ្នឹងបងសុភាទន្សាយអើយបងសុភាទន្សាយប្រសើរណាស់ដែលបាន